តើប្រទេសណាដែលបង្កើតឲ្យមានផ្សារហ៊ុននិងបើកឲ្យមានការជួញដូរភាគហ៊ុនមុនដំបូងគេបង្អស់នៅលើពិភពលោកសួស្តីប្រិមិត្តស្វាគមន៍ជាថ្មីមកកាន់ Channel Learn នៅក្នុងវីដេអូនេះខ្ញុំសូមលើកយកពីប្រធានបទខ្លីមួយមកចែកម្លែកជូនប្រិមិត្តប្រធានបទរបស់យើងថ្ងៃនេះគឺសូមលើកយកអំពីប្រវត្តិនៃប្រទេសដែលបានបង្កើតឲ្យមានផ្សារហ៊ុននិងបើកឲ្យមានការជួញដូរភាគហ៊ុនមុនដំបូងគេបង្អស់នៅលើពិភពលោកប្រទេស Netherlands ឬប្រទេសហូឡង់បានក្លាយជាប្រទេសទី1ដែលបានអនុញ្ញាតឲ្យមានការបង្កើតផ្សារហ៊ុននិងអនុញ្ញាតឲ្យមានការបោះលក់ជាភាគហ៊ុនមុនដំបូងគេបង្អស់នៅលើពិភពលោកដោយនៅក្នុងឆ្នាំ1602ហូឡង់បានអនុញ្ញាតឲ្យក្រុមហ៊ុន Dutch East India Company ឬហៅកាត់ថា VOC បានធ្វើការបោះលក់ភាគហ៊ុនជាសាធារណៈលើកដំបូងឬក៏ហៅថា IPO នៅក្នុងសារមូលបត្រមួយឬក៏សារហ៊ុនមួយរបស់ប្រទេសហូឡង់មានឈ្មោះថា Amsterdam Stock Exchange ដែលនេះធ្វើឲ្យប្រទេសហូឡង់ក្លាយជាប្រទេសទី1ដែលមានសារហ៊ុនជាសាធារណៈនៅលើពិភពលោកក្រោយៗមកទៀតក៏មានបណ្ដាប្រទេសផ្សេងៗទៀតដែរដែលបានចាប់ផ្ដើមបង្កើតឲ្យមានសារហ៊ុននៅតាមបណ្ដាប្រទេសរបស់ខ្លួនដែរក៏ដូចជានៅឆ្នាំ1801នៅចក្រភពអង់គ្លេសក៏បានបង្កើតឲ្យមានផ្សារមូលបត្រឬក៏ផ្សារហ៊ុនជាផ្លូវការរបស់ខ្លួនដែរដែលមានឈ្មោះថា London Stock Exchange បន្តមកទៀតនៅឆ្នាំ1792បាទនៅសហរដ្ឋអាមេរិកក៏បានបង្កើតឲ្យមានផ្សារមូលបត្រជាផ្លូវការរបស់ខ្លួនដែរគឺមានឈ្មោះថា New York Stock Exchange បន្តមកទៀតនៅប្រទេសឥណ្ឌាបាទនៅឆ្នាំ1875ដែលស្ថិតនៅក្នុងទ្វីបអាស៊ីយើងបានបង្កើតឲ្យមានផ្សារមូលបត្រមួយដែរដែលមានឈ្មោះថា Bombay Stock Exchange ចូលដល់ប្រទេសមួយទៀតគឺប្រទេសជប៉ុននៅឆ្នាំ1878បានបង្កើតផ្សារមូលបត្ររបស់ខ្លួនដែរដែលមានឈ្មោះថា Tokyo Stock Exchange បាទវីដេអូខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណប្រិយមិត្តចំពោះការចំណាយពេលតាមដានទស្សនាវីដេអូរបស់ខ្ញុំយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណ